នៅថ្ងៃទី28មេសាស្អែកនេះគឺជាទិវាសុវត្ថិភាពការងារពិភពលោកអង្គការពលកម្មអន្តរជាតិបានផ្ដួចផ្ដើមប្រារព្ធទិវានេះជាទូទៅនៅពេញផ្ទៃប្រទេសដើម្បីជំរុញឲ្យមានការគិតគូរដល់សុវត្ថិភាពក្នុងការបំពេញការងារប្រឆាំងនឹងគ្រោះថ្នាក់ក្នុងពេលកំពុងតែធ្វើការនិងការពារកុំឲ្យមានជំងឺព្រោះការងារបើយោងតាមរបាយការណ៍របស់ការិយាល័យពលកម្មអន្តរជាតិមានបុគ្គលិកកម្មករអ្នកធ្វើការចំនួនជាង2លាន2សែននាក់ស្លាប់ជារៀងរាល់ឆ្នាំពលគឺ 5000 នាក់ក្នុងមួយថ្ងៃនៅលើពិភពលោកដោយសារតែគ្រោះថ្នាក់ឬក៏ជំងឺក្នុងក្របខ័ណ្ឌការងារអត្រាអ្នកស្លាប់និងអ្នកឈឺព្រោះការងារបានកើនឡើងជាលំដាប់ព្រោះតែភាពជឿនលឿននិងលូតលាស់ក្នុងវិស័យឧស្សាហកម្មឯចំណែកគ្រោះថ្នាក់មិនស្លាប់នៅកន្លែងធ្វើការវិញក៏មានប្រមាណជិត268លានករណីក្នុងមួយឆ្នាំដូច្នេះហើយបានជាអង្គការសុខភាពពិភពលោកនិងការិយាល័យពលកម្មអន្តរជាតិអំពាវនាវឲ្យមានការអភិវឌ្ឍនិងបណ្ដុះបណ្ដាលវប្បធម៌ការពារសុវត្ថិភាពសុខភាពនៅកន្លែងធ្វើការនៅក្នុងប្រទេសជឿនលឿននិន្នាការនៃគ្រោះថ្នាក់ដល់ជីវិតក្នុងការងារបានថយចុះក៏ប៉ុន្តែនៅក្នុងប្រទេសកំពុងអភិវឌ្ឍវិញនៅទ្វីបអាស៊ីឬក៏នៅទ្វីបអាមេរិកឡាទីនអត្រានៃគ្រោះថ្នាក់បានកើនឡើងគួរឲ្យព្រួយបារម្ភគ្រោះថ្នាក់ដល់ជីវិតបានថយចុះនៅក្នុងប្រទេសមហាឧស្សាហកម្មក៏ពិតមែនក៏ប៉ុន្តែរោគដែលបង្កឡើងដោយការងារបានកើនឡើងនៅគ្រប់ទិសទីទាំងអស់ជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេមានជំងឺផ្លូវចិត្តជំងឺមហារីករលាកសាច់ដុំឆ្អឹងជំងឺផ្លូវដង្ហើមរលាកសួតត្រចៀកនិងជំងឺស្ទះសរសៃឈាមជំងឺឆ្លងលាក់និងលាក់បើតាមរបាយការណ៍នេះដដែលវិស័យកសិកម្មដែលស្រូបយកកម្លាំងពលកម្មបានពាក់កណ្ដាលនិងដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសក្រីក្រកំពុងអភិវឌ្ឍជាច្រើននោះបានសម្លាប់ជីវិតមនុស្ស20000នាក់ក្នុងមួយឆ្នាំដោយមូលហេតុតែមួយគត់គឺសម្លាប់សត្វល្អិតនេះគេមិនទាន់រាប់បញ្ចូលចំនួនអ្នកស្លាប់ដោយមូលហេតុផ្សេងទៀតនិងមិនបានគិតគូរអំពីចំនួនអ្នករងគ្រោះកើតជំងឺរ៉ាំរ៉ៃដ៏សន្ធឹកសន្ធាប់ទៀតឡើយប្រសិនបើយើងបានស្ដាប់របាយការណ៍របស់អង្គការសុខភាពពិភពលោកនេះហើយយើងពិតជាចោទសួរថាតើស្ថានភាពសុខភាពនិងសុវត្ថិភាពការងារនៅក្នុងប្រទេសកម្ពុជានោះយ៉ាងណាដែរដោយសារតែប្រធានបទនេះមានលក្ខណៈធំទូលាយពេកនៅថ្ងៃនេះនាងខ្ញុំសូមផ្ដោតអារម្មណ៍ទៅលើករណីកម្មករនិងកម្មការការិនីកាត់ដេរនៅឯប្រទេសកម្ពុជាតាមរយៈបទសម្ភាសន៍របស់នាងខ្ញុំជាមួយនឹងលោកវិជ្ជបណ្ឌិតអ៊ីតមរកតសូមអញ្ជើញស្ដាប់ជំរាបសួរលោកវិជ្ជបណ្ឌិតចា៎បាទជំរាបសួរនៅថ្ងៃស្អែកនេះគឺជាទិវាពិភពលោកនៃសុវត្ថិភាពការងារឆ្លៀតនៅក្នុងឱកាសនេះនាងខ្ញុំចង់ចាប់អារម្មណ៍ទៅលើស្ថានភាពនិងលក្ខខណ្ឌការងាររបស់កម្មករកម្មការិនីកាត់ដេរកម្ពុជាជាទូទៅលោកវិជ្ជបណ្ឌិតតើសុខភាពរបស់កម្មករកម្មការិនីខ្មែរនោះមានលក្ខណៈបែបណាដែរចា៎មុននឹងយើងចង់ដឹងអំពីសុខភាពទូទៅរបស់កម្មការិនីខ្មែរយើងហ្នឹងគឺទីមួយយើងចង់បញ្យល់អំពីថាតើកម្មការិនីរបស់យើងហ្នឹងជាអ្នកណាកម្មការិនីស្រុកខ្មែរយើងហ្នឹងជាទូទៅគាត់ធ្វើដំណើរពីខេត្តអាចមកធ្វើការនៅទីក្រុងភ្នំពេញជាកម្មករទាំងអស់ហ្នឹងគាត់ជាអ្នកក្រីក្រហើយមូលហេតុដែលគាត់មកធ្វើការភ្នំពេញនេះគឺដើម្បីរកប្រាក់ចំណូលបន្ថែមហើយគឺការទទួលព័ត៌មានសុខាភិបាលហ្នឹងគឺនឹងមានកម្រិតនៅឡើយហើយម្យ៉ាងទៀតយើងដឹងហើយគាត់មកធ្វើការហ្នឹងគឺគាត់ប្រាក់ចំណូលជាទូទៅគឺនៅចន្លោះរវាង$60ទៅ$90នៅមួយខែអញ្ចឹងប្រាក់ខែមានន័យថាទៀតគាត់ចំណាយមួយភាគធំហ្នឹងគឺទៅលើការរស់នៅរបស់គាត់ការហូបចុកហើយនឹងការព្យាបាលជំងឺហើយនឹងគាត់ត្រូវរក្សាមួយចំនួនតូចទៀតសម្រាប់ផ្ញើទៅឲ្យគ្រួសាររបស់គាត់អញ្ចឹងដោយសារប្រាក់ខែគាត់ទៀតគាត់ត្រូវការសំចៃខ្លះចឹងហើយការហូបចុករបស់គាត់នោះมันបានគ្រប់គ្រាន់ទេយើងនិយាយថាគឺគាត់ហូបអាហារដែលខ្វះជីវជាតិឬក៏គាត់ហូបអាហារមួយចំនួនទៀតដែលមានអនាម័យល្អដែលគេលក់នៅតាមគម្រោងរោងចក្រហ្នឹងចំណែកឯស្ថានភាពនៃការរស់នៅរបស់គាត់វិញដោយសារគាត់សន្សំចៃចឹងគាត់បានរស់នៅប្រមូលផ្ដុំគ្នានៅកន្លែងមួយដែលมันមានបរិយាកាសល្អឬក៏មិនទប់ចង្អៀតជាដើមយ៉ាងទៀតទៅតាមការផលិតផ្ទាល់របស់ខ្ញុំដឹងតាមការដឹងរបស់ខ្ញុំបច្ចុប្បន្នហ្នឹងគឺកម្មការនេះនៅស្រុកខ្មែរយើងនឹងមានរហូតដល់ទៅជា30000-320000នាក់ហើយក៏ប៉ុន្តែធំគឺគាត់មិនមានសេវាធានារ៉ាប់រងទេគឺមានតែប្រហែលជា5000នាក់ប៉ុណ្ណឹងប៉ុន្តែនាងខ្ញុំចង់ជំរាបសួរលោកថាក្នុងនាមលោកជាវិជ្ជបណ្ឌិតនោះតើលោកជំងឺអ្វីខ្លះដែលពួកគាត់នឹងច្រើនជួបប្រទះច្រើនជាងគេនោះចា៎គឺយើងឃើញជាទូទៅជំងឺដែលវិភាគធំគឺជំងឺកាពះពោះវៀនជំងឺត្រចៀកបំពង់កហើយនឹងមួយផ្នែកទៀតគឺជំងឺផ្នែកយើងហៅថា mental health ហ្នឹងគឺជំងឺផ្លូវចិត្តចា៎អំពីបញ្ហាផ្លូវចិត្តការប៉ះពាល់ផ្នែកអារម្មណ៍តើជាកត្តាមួយដែលគួរឲ្យព្រួយបារម្ភខ្លាំងដែរឬទេចា៎ដូចខ្ញុំជម្រាបលោកខាងដើមអញ្ចឹងវាមានកត្តាច្រើនដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពផ្នែកយើងហៅជំងឺផ្លូវចិត្តហ្នឹងគឺដោយសារគឺបញ្ហាទី1ទៅដល់ pressure យើងថាការគេចង្កត់ផ្សេងៗដែលទៅនឹងការងារឧទាហរណ៍ដូចជាការបន្ថែមម៉ោងការលំបាកនៅក្នុងគ្រួសាររបស់គាត់
ការខ្វះខាតថវិកាបរិយាកាសរស់នៅអាហារជំងឺជាពិសេសនោះគឺផ្នែកលុយកាក់តែម្ដងការទាំងអស់នេះហើយធ្វើឲ្យគាត់តែមានជំងឺផ្លូវចិត្តបើសិនជាតាមអ្វីដែលលោកមានប្រសាសន៍អំបញ្ញមិញហ្នឹងគឺថាបញ្ហាថវិកាបញ្ហាជីវភាពរស់នៅបញ្ហាគ្រួសារស្ដាប់មើលទៅគឺថាអ្នកកម្មការនីណាដែលមានវិបត្តិផ្លូវចិត្តនោះពួកគាត់ហាក់ដូចជាគ្មានមធ្យោបាយអ្វីនឹងអាចជួយដោះស្រាយសម្រួលបានឬក៏អាចមានដែរចាយើងមានវិធីដោះស្រាយបានឧទាហរណ៍ថាយើងនិយាយថាពីបញ្ហាលុយកាក់តើការក៏ចំណាយលុយកាក់ច្រើនគឺដោយសារអីទីមួយគឺដោយសារគាត់ជាបាយជំងឺមិនសមស្របគាត់ដើរគាត់ហូបចុកមិនបានត្រឹមត្រូវជួនកាលការចំណាយរបស់គាត់មិនត្រឹមត្រូវអញ្ចឹងធ្វើឲ្យគាត់ខ្វះខាតវាដូចជារង្វង់មួយនិយាយខាងដើមអញ្ចឹងគឺកាលណាការចំណាយរបស់គាត់មិនត្រឹមត្រូវធ្វើឲ្យគាត់មានជំងឺពេលគាត់ជំងឺគាត់ចំណាយលុយព្យាបាលជំងឺរបស់គាត់នេះចឹងធ្វើឲ្យគាត់ឈឺនេះវាជារង្វង់មួយបើមិនតែយើងអាចកាត់ដំណាក់កាលណាមួយរង្វង់ហ្នឹងមកន័យថាយើងអាចកាត់បន្ថយនៅជំងឺផ្លូវចិត្តនេះបានដែរចាក្នុងនាមលោកជាវិជ្ជបណ្ឌិតអញ្ចឹងដឹងយល់ហើយថាកម្មការនីទាំងអស់នោះពេលខ្លះគាត់សន្សំសំចៃជ្រុលពេកគាត់មិនហ៊ានចំណាយមិនហ៊ានបរិភោគមិនហ៊ានរក្សាសុខភាពដូច្នេះលោកសូមជួយផ្ដល់ជាយោបល់និងជាដំបូន្មានដើម្បីឲ្យគាត់បានជាដំបូន្មានល្អសម្រាប់តែអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃផងចាដើម្បីយើងប្រយ័ត្នប្រយែងទៅនឹងការថែទាំសុខភាពរបស់យើងដើម្បីកុំឲ្យធ្វើការងារហ្នឹងគឺយើងវាទៅតាមប្រភេទនៃការងារមួយរបស់កម្មកររោងចក្ររបស់យើងដែលវាយោងទៅតាមប្រភេទរបស់ការងារនីមួយដូច្នេះហើយដើម្បីដែលគូធ្វើបាននោះគឺកម្មករនោះគួរតែទទួលការបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវតទៅនឹងការងារហ្នឹងមុននឹងគាត់បំពេញការងារហើយបន្តមកទៀតគាត់នឹងអនុវត្តទៅតាមចំណេះដឹងរបស់គាត់ហ្នឹងចា៎ប៉ុន្តែអ្វីដែលដំបូងមានក្នុងគឺទី1ហ្នឹងគឺយើងត្រូវតែអនាម័យផ្ទាល់ខ្លួនយើងមានន័យថាទីទៅយើងកម្មកររោងចក្រគាត់ធ្វើការងារដោយដៃរបស់គាត់ក៏កាន់សម្ភារៈកណាត់ផ្សេងៗហ្នឹងគឺអត់គាត់ទៅតែមានជាតិពុលអញ្ចឹងការฝึกចុកហ្នឹងគឺតម្រូវឲ្យគាត់ត្រូវតែលាងដៃឲ្យបានទៀងទាត់ឲ្យបានស្អាតត្រឹមត្រូវមុនមកហូបចំណីអាហារហើយទី2ទៀតយើងជឿទៀងហូបអាហារណាដែលមានខ្វះជីវជាតិនិងមិនមានអនាម័យដែលលក់នៅតាមជុំវិញរោងចក្រយើងសង្កេតឃើញនៅតាមជុំវិញរោងចក្រចុកខ្មែរហ្នឹងគឺមានលក់អាហារច្រើនណាស់នៅតាមផ្លូវថ្នល់ហើយមានដីហុយប្រឡាក់មិនមានគ្រប់ត្រឹមត្រូវទេអញ្ចឹងគាត់ងាយនឹងមានជំងឺដូចជំងឺខាងដើមគាត់មានជំងឺច្រើនណាស់តាក់ទងនឹងជំងឺផ្ទះរបៀនដូចជំងឺគ្រុនរបៀនជាដើមហើយមួយទៀតបើសិនជាអាចទៅរួចនៅក្នុងរោងចក្រណាដែលមាន canteen គាត់គួរតែហូបអាហារនៅក្នុង canteen របស់គាត់គឺបើតាមខ្ញុំដឹងគឺនៅមានរោងចក្រមួយចំនួនហ្នឹងគឺម្ចាស់រោងចក្របានរៀបចំជា canteen ឲ្យគាត់ហូបអាហារនៅទីនោះប៉ុន្តែមានកម្មករខ្លះគឺគាត់មិនចង់ហូបដោយសារអាហារនោះវាមិនឆ្ងាញ់អញ្ចឹងគាត់ត្រូវការហូបយកថាវាតម្រូវទៅតាមរសជាតិរបស់គាត់ចឹងមួយទៀតហ្នឹងគឺសំណុំពរឲ្យគាត់ហូបអាហារបានទៀងទាត់ក្នុងករណីគាត់មានជួបបញ្ហាសុខភាពទៅហើយផ្លូវចិត្តក៏ដោយសុខភាពក៏ដោយថាតើគាត់គួរទៅតាក់ទងនៅផ្នែកខាងណាដើម្បីដោះស្រាយបញ្ហាចា៎ទី1បើនិយាយអំពីគាត់មានបញ្ហាយើងមានបញ្ហាតាក់ទងទៅនឹងសុខភាពរបស់គាត់បើសិនជាគាត់ឈឺគាត់គួរតែទៅទទួលសេវាសុខាភិបាលនៅសេវាសុខាភិបាលសាធារណៈដែលនៅក្បែរគាត់ពីព្រោះនៅទីនោះគឺគេមានសេវាដល់នៅយើងថាសេវាជំនួយផ្លូវចិត្តនិងជំនួយជាបាលជំនួយផ្សេងៗទៀតដែលមានគុណភាពហើយមានតម្លៃថោកសមរម្យដែលអាចទទួលយកបានហើយបើសិនជាគាត់មានធានារ៉ាប់រងសុខភាពគាត់គួរអាចតាក់ទងទៅអ្នកធានារ៉ាប់រងសុខភាពថាគាត់ទៅអធិសេវាសុខាភិបាលកន្លែងណាដែលមានគុណភាពអញ្ចឹងចាដូច្នេះបើសិនជាយកល្អគួរតែកម្មការនីនោះឆ្លៀតចំណាយប្រាក់បន្តិចបន្តួចដើម្បីទិញគេហៅថាការធានារ៉ាប់រងដើម្បីនឹងអាចជួយធានារក្សាសុវត្ថិភាពគាត់ទៅថ្ងៃក្រោយមិនថាអញ្ចឹងទេចាបាទធានារ៉ាប់រងវាសំខាន់ណាស់សម្រាប់គាត់គឺទី1សម្រាប់ថែទាំសុខភាពរបស់គាត់ទី2គឺជៀសវាងកុំឲ្យគាត់ចំណាយលុយកំហុកថាចំណាយកំហុកគឺគាត់បាក់បោកថវិកានៅក្នុងពេលតែ20ច្រើនតែម្ដងដែលធ្វើឲ្យគាត់ហ្នឹងលាក់ទៅក្នុងបញ្ហា mental health នឹងទៀតវាជាជាន់នឹងបាទចាអរគុណលោកវិជ្ជបណ្ឌិតសូមបញ្ជាក់ថាលោកវិជ្ជបណ្ឌិតអៀតមរកតដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងនេះគឺជាអ្នកទទួលខុសត្រូវពិនិត្យគុណភាពនៃការផ្ដល់សេវាសុខាភិបាលរបស់អង្គការ Grade